ngày nắng miên riêngสบายจัดได้ซาแต่ตรงរបស់សង្ហាបណ្ដូលហើយនឹងកូនរបស់គេនឹងធ្វើត្បិតតែមិនទាន់ហើយ100%ប៉ុន្តែអាចប្រើប្រាស់ចាដាក់បណ្ដាបានហើយមូលហេតុដែលខ្ញុំសบายចិត្តព្រោះខ្ញុំគឺជាអ្នកដាំដំណាំអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាមន់ហើយនឹងដំណាំហ្នឹងគឺត្រូវគ្នាយ៉ាងម៉េចគឺថាចូលតាំងពីព្រឹកដល់ល្ងាចតែម្ដងអញ្ចឹងហើយបើសិនបើសង្ហាបណ្ដូលហើយនឹងកូនរបស់គេមានទ្រង់ចាមិនត្រឹមតែម្ចាស់ត្រេកអរទេចាដំណាំហ្នឹងក៏មើលទៅប្រហែលជាអាចនឹងរីកចម្រើនជាងមុនដែរព្រោះមួយរយៈនេះដាំដំណាំដូចដង្កូវស៊ីចឹងបងប្អូនអរគ្នារិចតាមពិតទៅគឺចាមកពីមកគ្រួសារនេះឯងហើយចំពោះការផ្លាស់ប្ដូរត្រង់ថ្មីឲ្យគ្រួសារសង្ហាហើយនឹងបណ្ដូលនេះគឺអត់ទាន់ស៊ាំនៅឡើយទេត្រូវការចាប់ឲ្យដេកចាពេលព្រឹកឡើងត្រូវការបើកបញ្ចេញហើយចាទម្លាក់ចុះពីលើត្រង់អីចឹងអូយនិយាយទៅគេអត់ទាន់ស៊ាំជាមួយនឹងត្រង់ថ្មីនឹងទេហើយឥឡូវហ្នឹងខ្ញុំកំពុងតែផ្សាំចាគ្រួសាររបស់គេហ្នឹងជាមួយនឹងត្រង់ថ្មីតាមរយៈការដាក់ចំណីឲ្យស៊ីទៀងទាត់ចាមានកន្លែងផឹកទឹកមានអីចឹងទៅហ្នឹងហើយយើងស្លេះពីគ្រួសារសង្ហាហើយនឹងបណ្ដូលយើងមកនិយាយអំពីចាផ្កាក៏ដូចជាដំណាំផ្សេងនៅក្នុងផ្ទះដូចខ្ញុំបញ្ជាក់អញ្ចឹងថាតាំងពីអត់ពីមន់មកបានមួយថ្ងៃមកខ្ញុំនឹងក៏រៀងធូរទ្រូងដែរព្រោះអត់មានអ្នកជន់ចាកំតិចអីទៀតដូចលើកមុនទេងាកមកមើលផ្លែម្រះរបស់យើងវិញឥឡូវនេះបងប្អូនអរគ្នាអើយចានិយាយទៅមកក្តាប់អត់ជុំទេណាចាមកផ្លែនេះចាពួកអីផ្លែហ្នឹងគឺផ្លែដំបងគេហើយចាមលងមកខាងនេះចាក៏ដូចគ្នាដែរចាយើងបានមកក្តាប់ដែរហើយអញ្ចឹងម្រះនេះចាគឺចាប់ផ្ដើមធំបដាហើយម្រះតែធំប៉ុណ្ណេះហើយគឺស្ទុះលឿនមែនទែនតែម្ដងបងប្អូនអ្នកគ្នាចាំមើលប្រហែលមួយថ្ងៃពីរថ្ងៃទៀតខ្ញុំថតឲ្យមើលបងប្អូនអ្នកគ្នានឹងឃើញប្លែកមែនទែនតែម្ដងនិយាយទៅម្រះតាមពិតទៅអ្នកខ្លះគេចូលចិត្តញ៉ាំប៉ុណ្ណឹងមិនសូវរីកកាឡាប៉ុន្តែខ្ញុំទុកឲ្យរីកកាឡាតិចសិនឲ្យវាចំណេញតាំងពីដកតកួនរបស់យើងចេញពីដីមកមានអារម្មណ៍ថាដូចស្រឡះមិនទេប៉ុន្តែអត់អីទេខ្ញុំកំពុងហាលដីត្រៀមដាក់គុនស្ពៃបន្តទៀតហើយដោយសារតែស្ពៃហ្នឹងគឺល្មមដាំបន្តដែរមានស្ពៃដែលខ្ញុំសាបខ្លួនឯងខ្លះហើយស្ពៃនៅចំការរបស់មីងខ្ញុំខ្លះខ្ញុំនឹងយកវាមកដាំចាឆ្លាស់គ្នាអញ្ចឹងទៅមានថៃស៊ីមអីចឹងទៅឬក៏ខាត់ណាយផ្សេងអញ្ចឹងណាចាឆ្នៃដាក់នេះបន្តិចនោះបន្តិចទៅដើម្បីយើងញ៉ាំកុំឲ្យយើងសាំមុខណាមួយហ្នឹងហើយបន្ទាប់មកខ្ញុំក៏ដើរបេះពោតបារាំងហើយបងប្អូនអរគ្នាឆ្ងល់ទៀតហើយអញបេះពោតបារាំងមិនទៅចេញស្វាយចាស្វាយហ្នឹងគឺចាអ្នកភូមិខ្ញុំគាត់ជីកាត់ទៅគាត់បេះទៅគាត់ស្រែកហៅខ្ញុំឲ្យយកអញ្ចឹងណាចឹងខ្ញុំក៏យកក្នុងការដែលទុកញ៉ាំដូចគ្នាដែរព្រោះស្វាយហ្នឹងយើងចិត្តឲ្យដាក់ទូក្លាសេទៅជាយកមកញ៉ាំមកឆ្ងាញ់មួយយ៉ាងដែរហ្នឹងហើយនេះត្រប់របស់ខ្ញុំចាប់ផ្ដើមផ្កាយណាបងប្អូនអរគ្នាហើយដើមវាហ្នឹងចាប់ផ្ដើមចានិយាយទៅខ្ពស់ត្រឹមជង្គង់ខ្ញុំហើយនិយាយរួមទៅគ្រប់ដំណាំដែលខ្ញុំដាំនៅផ្ទះរបស់ខ្ញុំហ្នឹងចាសម្រាប់ដំណាំហូបផ្លែផ្សេងហ្នឹងគឺខ្ញុំអត់មានដាក់ជីឬក៏អត់មានប្រើថ្នាំអីទេប៉ុន្តែចំពោះផ្កាកលាបអីគឺខ្ញុំមានជីផ្កាកលាបអីតិចតួចក្នុងការជួយទៅដល់ការលូតលាស់របស់វាដែរហើយដល់ពេលខ្ញុំអត់ប្រើជីអត់ប្រើថ្នាំអីចឹងក្តីបារម្ភរបស់ខ្ញុំហ្នឹងគឺសត្វល្អិតចាពួកអីចាខ្លាចទៅពេលវាឆ្លងពីចំការមួយទៅចំការមួយចឹងវាប៉ះពាល់ដល់ដំណាំរបស់យើងប៉ុន្តែអត់អីសង្ឃឹមថាវាមិនអីទេចាស់អរគុណសម្រាប់ការមើលវីដេអូជម្រាបលា